ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាហើយនឹងសួស្តីដល់ការប្រព័ន្ធទី12ទាំងអស់គ្នាថ្ងៃនេះដែរគឺលោកគ្រូមានកលឹះមួយតទៅនឹងការចងចាំសមីការស្តង់ដារប៉ារ៉ាបូលកុំឲ្យយើងវែងទៀតអញ្ចឹងណាតោះឥឡូវយើងមើលទាំងអស់គ្នាសមីការប៉ារ៉ាបូលរបស់យើងមុននឹងយើងធ្វើសមីការរបស់យើងត្រូវចងចាំវាសិនទៅយកមេរៀនសិនចំណាំ x គឺជាបន្តឆ y គឺជាបន្តដេកអញ្ចឹងយើងបានដឹងហើយតាំងពីដើមមកថា x របស់យើងđangឲ្យជាបន្តឆដល់ពេលយើងសងក្រៅគឺយើងគូបន្តឆអញ្ចឹងទៅy គឺជាបន្តដេកមានថាយើងគូដេកស្របមួយហ្នឹង x អញ្ចឹងទៅក៏ចាំវាដែរហ្នឹងណាហើយមួយទៀត x របស់យើងគូនឹងហាy របស់យើងគូនឹងការនៅពេលយើងលំហាត់វាទៅយើងជួបថាយើងស្គាល់ដឹងថា x គូមួយនឹងគេហើយព្រោះ x វាមានគូរបស់វា y គឺមានគូរបស់វាហើយអ្វីធំបំផុតគឺបាល័យរបស់យើងនេះបាល័យនឹងការចងចាំបាល័យរបស់យើងគឺអាណាការ៉េអានឹងថេមានន័យថាបែបម៉េចយើងទៅមើលតតងសមីការរបស់យើងទាំងអស់គ្នាអឆ្លោះឆមានន័យថាស្របនឹងអ y ព្រីម o y យើងអាចនិយាយបែបហ្នឹងក៏បានឬក៏យើងអាចនិយាយថាអឆ្លោះឆក៏បានដែរពីហ្នឹងយើងនិយាយមួយណាក៏បានណាព្រោះលំហាត់គេអាចនិយាយទាំងពីរហ្នឹងចំពោះសមីការស្តង់ដាររបស់យើងមានក្រដាសព្រាងមួយពេលប្រឡងយើងសរសេរក្រដាសព្រាងទុកសិនយើងសរសេរការ៉េមួយខាងយើងមកស្មើ 4p ម្ដងនេះអត់តដឹងថាវាជា x ឬក៏ y ទេនេះដូចគ្នាអត់តដឹងទេយើងតាមមើលតាមសមីការរបស់យើងនេះអឆ្លោះឆពាក្យថាឆមានន័យថាតាមដល់អក្សរគេ x ហើយអក្សររបស់យើងគឺថេជានិចណាអឆ្លោះឆមានន័យថា x ថេបើសិនជា x ថេ x ហ្នឹងត្រូវតែនៅក្នុងការ៉េព្រោះឯបាល័យយើងថាអាណាការ៉េអានឹងថេអូខេអញ្ចឹង x ត្រូវតែនៅក្នុងការ៉េហើយយើងដឹងថា x គូជាមួយនឹងគេ x គូនឹងហាស់ចុះ x ដកហាស់បើសិនជាអង្គទី1 x ដកហាស់ដូចជាការ៉េអង្គទី2ច្បាស់ជា y ដកកាយព្រោះពីរនេះផ្ទុយគ្នាជានិចអា 4p នេះអត់ប្រើព្រោះទេមិនថាឆមិនថាដេកទេនៅនឹងរហូតហ្នឹងហើយកម្ពស់របស់យើងគឺរួមមួយយើងគឺហាស់កាបន្តិចវាចាំផងណាចុះកំណុំបានមកពីណាចំពោះកំណុំគឺយើងត្រូវបូកថែម p ព្រោះ note ឲ្យលេងតិចកំណុំអក្សរ f ត្រូវបូក p បូក p ខាងណាទៅយើងបូក p ខាងហាស់ឬក៏ខាងការសំខាន់ឡើងហ្នឹងហើយយើងទៅមើលតាមសមីការស្តង់ដារទាំងអស់គ្នាយើងមើលថា p របស់យើងនៅជាមួយអ្នកណា p យើងនៅជាមួយនឹងការអញ្ចឹងមានន័យថា p ត្រូវបូកថែមជាមួយនឹងការអញ្ចឹងហាស់ការបូកជាមួយនឹងp នេះគឺជាអ្វីយើងត្រូវធ្វើហើយចុះសមីការបន្តដល់ទៅ data យើងចំណាំមួយទៀត data ត្រូវដក p ហេតុអីមិនគ្រូតាំងវាជា y ដោយសារតែសមីការបន្តដល់ទៅត្រូវតែផ្ទុយជាមួយនឹងសមីការអក្សររបស់យើងជានិចផ្ទុយគ្នាជានិចអក្សររបស់យើងឆតាមដល់អក្សរ x បន្ទាប់បាត់ពីរបស់យើងគឺផ្ទុយគ្នាតាមដល់អក្សរ y យើងបានដឹងហើយថា y គូជាមួយគេ y គូជាមួយនឹងការស្មើការរួមមួយយើងត្រូវដល់គេដក p យើងត្រូវដកថែម p នេះគឺរួមមួយរបស់យើងវិធីទី2យើងអាចមើលតាមកំណុំរបស់យើងគឺការបូក p នៅពេលចឹង data គឺទៅជាការដក p យើងអាចមើលអញ្ចឹងបាននេះគឺជាអឆ្លោះឆរបស់ប៉ារ៉ាបូលចុះបើសិនជាអឆ្លោះដេកយើងធ្វើមិនទៅយើងទៅមើលទាំងអស់គ្នាអឆ្លោះដេកម្ដងតើគេនិយាយបែបម៉េចទៅគួរចាំបែបម៉េចអញ្ចឹងចំពោះអឆ្លោះដេករបស់យើងមានន័យថាតាមដល់អក្សរ y មានន័យថា y របស់យើងគឺថេឬក៏យើងអាចនិយាយបានថាស្របនឹងអ x ព្រីម o x គឺអអព្ស៊ីឥឡូវយើងមកមើលសមីការស្តង់ដាររបស់យើងទាំងអស់គ្នាសមីការស្តង់ដាររបស់យើងគឺអង្គទី1ការ៉េស្មើ 4p ដដែលទេប៉ុន្តែអ្វីសំខាន់គួរដាក់ x ឬក៏ y ដែរនេះអូខេយើងមកមើលបាល័យរបស់យើងគឺអាណាការ៉េអានឹងថេហើយអក្សរដេកគឺ y ថេនេះ y ថេអញ្ចឹងមានន័យថា y របស់យើងគឺនៅក្នុងការ៉េ y ក្នុងការ៉េហើយគូជាមួយនឹងការអង្គទី2គឺ x ដកហាស់វាផ្ទុយគ្នាហ្នឹងណាអូខេកម្ពស់របស់យើងមិនថាវាដេកមិនថាវាឆទេរួមមួយយើងគឺហាស់ការជានិចហើយកំណុំនេះយើងត្រូវបូក p រួមមួយយើងណាបូក p ខាងណាខាងហាស់ឬក៏ខាងការយើងមើលតាមនេះសមីការស្តង់ដាររបស់យើងនេះ p នៅជាមួយនឹងហាស់អញ្ចឹងមានន័យថាកំណុំរបស់យើងត្រូវបូក p ខាងហាស់
xây nó cứ hát bột pé này cứ cá nó đỏ đà ập pra prote mấy cá bằng to ba tứ tôi bị slot bây giờ slot tăng là sao y rồi đấy là p bằng to ba tứ tăng là sao x dựng đăng cái thằng x mà dẫn cương cho mưa nắng đừng ha hai đôi của mình mà dẫn cứ đọt p thở này đọt p mới tiếp những anh mới tăng cùng nôm mà dẫn cứ ha bột pé nó p là chia bằng to ba tứ rồi chia đó đọt p mình nếu cứ chỉ cần lưới sầm rập cho chấm sầm mấy cá xong đa parabol rồi mà vấy dân tới trăm buôn mà dân thở trăm bà lấy mà dân hái dân thở đăng ha xây tới chi mình to đét xây tới chi mình to cho nâng hái cứ chia bây dân thử trong trăm